នៅមុនឆ្លងឆ្នាំសាកលប្រធានាធិបតីចិនលោកស៊ីជីនពីងមានសារនយោបាយទៅកាន់ជនរួមជាតិនិងពិភពលោកថាផែនការបង្រួបបង្រួមទឹកដីរបស់ប្រទេសចិនជាមួយកោះតៃវ៉ាន់គ្មានអ្វីអាចរារាំងបានឡើយលោកថ្លែងដូចនេះពីថ្ងៃបន្ទាប់ពីកងទ័ពចិនធ្វើសមាយុទ្ធយោធាបាញ់គ្រាប់កំភ្លើងពិតនិងប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌទំនើបលោកស៊ីថ្លែងថាប្រជាជនចិនដីគោកនិងតៃវ៉ាន់ជាខ្សែលោហិតតែមួយយ៉ាងស្អិតរមួតរលាយចូលគ្នាខ្លាំងជាងទឹកទៅទៀតការធ្វើសមាយុទ្ធយោធាលើកនេះមានសភាពធំធេងជាងពេលណាៗទាំងអស់ហេតុនេះហើយបង្ខំឲ្យតៃវ៉ាន់លុបចោលជើងហោះហើរក្នុងស្រុករាប់សិបខ្សែព្រមទាំងចល័តយន្តហោះចម្បាំងនិងនាវាចម្បាំងជាច្រើនគ្រឿងដើម្បីខ្លំមើលសភាពការគេឃើញទាហានជើងគោកតៃវ៉ាន់រត់យ៉ាងប្រសើរដើម្បីហ្វឹកហាត់ការបញ្ចេញប្រតិកម្មរហ័សនៅក្នុងគ្រាអាសន្នពួកគេក៏បានដាក់របាំងនៅតាមទីតាំងមួយចំនួនដើម្បីរៀបជើងព្រួលទុកជាមុនផងដែរប្រទេសចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួនហើយត្រូវតែយកកោះនេះមកគ្រប់គ្រងឲ្យទាល់តែបានមុនដំបូងប្រទេសចិនព្យាយាមប្រែថតត្រជាក់សិនបើសិនតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យពេលនោះចិនប្រកាសថាខ្លួននឹងប្រែកម្លាំងយោធាទោះជាយ៉ាងណាក្តីតៃវ៉ាន់មិនគាំទ្រគំនិតនេះទេតៃវ៉ាន់ថ្លែងថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះទើបមានសិទ្ធិសម្រេចជោគវាសនារបស់ខ្លួនដោយខ្លួនឯងគួរកត់សម្គាល់ថានៅក្នុងការថ្លែងសន្ទុរកាថាតាមកញ្ចក់ទូរទស្សន៍របស់រដ្ឋ CCTV លោកស៊ីជីនពីងក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរលោកអះអាងថាកំណើន GDP ប្រចាំឆ្នាំរបស់ប្រទេសចិនសម្រាប់ឆ្នាំ2025នេះគឺ 5%លោកថ្លែងថាទំហំ GDP សរុបរបស់ប្រទេសចិនកំពុងធ្វើដំណើរឆ្ពោះទៅរកចំនួន140 ត្រីលានយួនឬ20 ត្រីលានដុល្លារលោកថ្លែងថាប្រទេសចិនអាចសម្រេចគោលដៅ GDP ប្រចាំឆ្នាំរបស់ខ្លួន 5% ដោយការគ្រោងទុកហើយចិននឹងបន្តអនុវត្តកម្មវិធីនយោបាយបូរេសកម្មនៅក្នុងឆ្នាំ2026វាជាសញ្ញាបង្ហាញថារដ្ឋាភិបាលនឹងបន្តជំរុញសន្ទុះសេដ្ឋកិច្ចដោយការសន្យានេះបើយោងតាមការផ្សាយរបស់ Reuters និងប្រភពដទៃទៀត